នៅវីដេអូនេះខ្ញុំមានសំណួរចំនួន2ចង់ឲ្យបងប្អូនទាំងអស់គ្នាចូលរួមឆ្លើយអញ្ចឹងតាអញ្ចឹងសំណួរទី1គឺគេដាក់ថា The tennis player hit the ball a powerful swing អញ្ចឹងជំរើសគឺមាន by ហើយនឹង with តើជំរើសមួយណាដែលត្រឹមត្រូវអញ្ចឹងជំរើសដែលត្រឹមត្រូវគឺបាទ with ណាបងប្អូនអាចជ្រើសរើសបានណាហើយផ្ទៀងមើលបាទអាចស្គប់ទៅហើយទី2សំណួរទី2 The marathon runner improved her time training every morning អញ្ចឹងចម្លើយនៅទីនេះគឺអីគេមាន by មាន with អញ្ចឹងកន្លែងនេះគឺ by ណា by អញ្ចឹងសួរថាតើភាពខុសគ្នារវាង with ហើយនិង by ខុសគ្នាដូចម្ដេចនេះគឺជាសំណួរដែលយើងទទួលបាននៅក្នុង YouTube អញ្ចឹងមកមើលមេរៀនអ្នកនរគ្នាអញ្ចឹងតកតងទៅនឹងការប្រើប្រាស់បាទទី1គឺយើងបាទបើសិនជាយើងបកប្រែទៅ by មានន័យថាដោយបាទយើងទៅដោយអីយើងធ្វើដោយអីអញ្ចឹងណាហើយដល់ពេល with គឺជាមួយអីជាមួយអាចជាមួយមនុស្សបាទឬក៏ជាមួយវត្ថុអញ្ចឹងទៅណាបាទអញ្ចឹងទី1ភាពខុសគ្នាគឺបាទរវាង tool ហើយនិង methods tool បានន័យថាឧបករណ៍ដែលយើងយកទៅប្រើណាមួយទៀតគឺ method គឺវិធីមិនមែនអានថា method ទេណាបាទអញ្ចឹង methods បាទអញ្ចឹង with គឺយើងប្រើជាមួយនឹង tool បាទយើងធ្វើអ្វីមួយជាមួយនឹងអ្វីមួយបាទឧទាហរណ៍ណាបាទដល់ពេល by គឺវាពិពណ៌នាពី system ឬក៏ method ហ្នឹងឯងវិធីដូចជា hit the ball with a racket វាបាល់ជាមួយនឹងអីងាយទេជាមួយនឹងអីអញ្ចឹងអាហ្នឹងគឺវត្ថុអានេះជា tool ដែលយើងយកទៅប្រើដល់ពេល win by practicing យើងឈ្នះដោយបាទអីគេនេះដោយអីគេវឹកហាត់អានេះ practicing អញ្ចឹងទី1ភាពខុសគ្នាគឺមួយ tool មួយ method ណាទី2គឺនៅពេលដែលយើងនិយាយនៅក្នុង passive បាទគឺ agency ដូចបាទអីគេ by ធ្វើដោយនរណាធ្វើដោយនរណីអញ្ចឹងណាជាមនុស្សណាបាទអញ្ចឹងអាហ្នឹងគឺយើងប្រើ by អត់ពេល with គឺយើងចង់បាទពីពណ៌នាពីអីគេយើងចង់បង្ហាញពី partner ណា partner ដូចជា I play with my teammate with ជាមួយនរណាម្នាក់ណាមនុស្សបាទដល់ពេលអានេះក៏នេះដែរគ្រាន់តែថាជាគេហៅថាអ្នកធ្វើអានេះនៅក្នុង passive នឹងខ្ញុំបញ្ជាក់ខាងមុនណា goal scored by the striker អញ្ចឹងបន្ទុកនឹងរកបានដោយបាទនេះ striker អីចឹងទៅអានេះហើយភាពខុសគ្នាទី3គឺ proximity ណា with គឺបង្ហាញពី possession ហើយដល់ពេល by គឺ location by អានឹងកន្លែងហ្នឹងគឺមានន័យថាក្បែរណាក្បែរដូចបាទអីគេ couch stand by the sideline ណានៅក្បែរ player with blue shoes អ្នកលេងណាអ្នកលេងកីឡាតែបាទអីគេជាមួយនឹងស្បែកជើងណាឬក៏ដែលមានស្បែកជើងបាទពណ៌ខៀវណាអញ្ចឹងអានេះបើយើងនិយាយពីគេថាសង្ខេបមកវិញណាបាទ cheat sheet ឬក៏បាទ short and sweet ហ្នឹងគឺយើងប្រើ with ជាមួយនឹង tool ឬក៏ gear ឬក៏ partner people អីចឹងទៅឬក៏ feature appearance ហើយទៅពេល by គឺ method យើងធ្វើដោយរបៀបណាអញ្ចឹងណាឬក៏ដោយនរណាអានឹងធ្វើដោយនរណារបាយការណ៍នេះត្រូវបានសរសេរដោយបាទអីចឹងទៅណាបាទវីដេអូនេះត្រូវបានផលិតឡើងដោយអ្នកណាអ្នកនេះអញ្ចឹងអានឹងគឺ by ហ្នឹងអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់បាទបងប្អូនចង់អនុវត្តបន្ថែមគឺខ្ញុំមានជាលំហាត់អនុវត្តនៅក្នុងក្រុម Telegram អញ្ចឹងបងប្អូនអាចចូលទៅអនុវត្តនៅទីនោះបានដោយឥតគិតថ្លៃអញ្ចឹងមានតែប៉ុណ្្នឹង Until next time be safe I'm out peace out